បងប្អូនណាខ្លះដែលចូលចិត្តជ្រក់តំពាំងដូចយើងខ្ញុំហើយជ្រក់តំពាំងនេះយើងអាចញ៉ាំជាមួយនឹងត្រីអាំងសាច់អាំងសាច់ចៀនបានទាំងអស់បងប្អូនជាបងប្អូនអាចទៅយើងធ្វើត្រូវក្បួនត្រូវខ្នាតវាអញ្ចឹងណានេះឆ្ងាញ់ទេបងប្អូនអាចធ្វើវិធីនេះខ្ញុំបានណាជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់វីដេអូថ្មីនេះខ្ញុំម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមកធ្វើជ្រក់តំពាំងខ្ញុំទៅផ្សារបានឃើញតំពាំងល្អមែនទែនបងប្អូនទៅក៏យកមកធ្វើជ្រក់តំពាំងហើយជ្រក់តំពាំងនេះខ្ញុំប្រើតំពាំងផ្អែមបងប្អូនខ្ញុំប្រើចំនួន3គីឡូកន្លះល្អមែនទែនបងប្អូនអើយនេះស្រស់តំពាំងនេះគេតែកាប់ហើយថ្មីខ្ចីល្អនេះឥឡូវកុំឲ្យខាតពេលវេលាយូរមើលវិធីធ្វើហើយនឹងគ្រឿងផ្សំខ្ញុំមានអីខ្លះអញ្ចឹងចំពោះម្ទេសនេះខ្ញុំប្រើម្ទេសធំម្ទេសដៃនាងធំហ្នឹង3ហើយម្ទេសតូចរបស់យើងហ្នឹងខ្ញុំប្រើចំនួនចិត្តមួយក្តាប់ដែរហើយចំពោះខ្ទឹមខ្ញុំប្រើ2កំពឹសចំពោះទឹកខ្មេះនេះខ្ញុំប្រើ4វែកស្លទូចបន្តមកទៀតនេះខ្ញុំប្រើប៊ីចេងចំពោះទឹកត្រីនេះខ្ញុំដាក់ស្ទើកន្លះចានចំពោះទឹកនេះខ្ញុំប្រើកន្លះកាតូនេះបងប្អូនយើងបន្ថែមពេលដែលយើងបុកគ្រឿងម្ទេសយើងហ្នឹងវារៀងស្ទើរាវចឹងយើងបន្ថែមនៅទឹកក្តៅអ៊ុនឥឡូវតំពាំងបងប្អូនខ្ញុំបានបកក៏ដូចជាចិត្តអាក្រោមដែលរឹមក្រហមលឿងហ្នឹងនេះខ្ញុំធ្វើការចិត្តសម្អាតរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមហាន់តំពាំងរបស់យើងនេះយើងកាត់អានេះឲ្យអស់រឹងណាបងប្អូនបានយើងធ្វើជ្រក់តំពាំងទៅឆ្ងាញ់ណាឥឡូវយើងចាប់ផ្ដើមកាត់ហាន់តំពាំងឥឡូវយើងចាប់ដើមហាន់តំពាំងរបស់យើងបងប្អូនហាន់ពីកណាត់អញ្ចឹងបងប្អូនបន្តមកទៀតយើងចាប់ដើមហាន់ស្ដើងយើងហាន់ស្ដើងពេលដែលយើងធ្វើជ្រក់តំពាំងទៅរហ័សចូលជាតិល្អបងប្អូនយើងហាន់ស្ដើងបែបហ្នឹងណាមេឃពងឲ្យភ្លៀងទៀតនេះឥឡូវចាប់ដើមហាន់ស្ដើងណាតំពាំងផ្អែមអត់សូវហាងដូចតំពាំងអាស័យយើងតាមផ្ទះទេបងប្អូនយើងស្ងោរមុំអីអស់ជាតិហាងហើយចំពោះតំពាំងនេះខ្ញុំបានហាន់រួចរាល់ហើយបងប្អូននេះខ្ញុំហាន់ល្អិតបែបហ្នឹងណាយើងហាន់ទូចអញ្ចឹងពេលដែលយើងធ្វើជ្រក់អញ្ចឹងឆ្ងាញ់ហើយរហ័សចូលជាតិល្អមែនតើអានេះខ្ញុំយកទឹកខ្ចីណាបងប្អូននេះឥឡូវទឹករបស់យើងបានពុះហើយចាប់ដើមស្រស់តំពាំងឥឡូវយើងចាប់ដើមស្រង់តំពាំងយើងណាឥឡូវយើងចាប់ដើមស្ងោរម្ទេសរបស់យើងជាមួយនឹងខ្ទឹម
ឥឡូវខ្ញុំចាប់ដើមស្ងោរម្ទេសជាមួយនឹងខ្ទឹមឥឡូវយើងចាប់ដើមស្ងោរម្ទេសនិងខ្ទឹមនេះស្ងោរឲ្យផុយឲ្យឆ្អិនណាចំពោះម្ទេសឥឡូវចាប់ដើមផុយល្អហើយយើងយកមកកិនណាម៉ត់ល្អចំពោះម្ទេសនេះខ្ញុំកិនរួចរាល់ហើយមុនដំបូងចាប់ដើមចាក់ទឹកត្រីចូលទឹកត្រីរួចនេះខ្ញុំចាប់ដើមដាក់ម្ទេសចូលកូរឲ្យល្លេចាក់ទឹកខ្មេះចូលស្ករសនៅការកូរឲ្យសព្វអស់បន្តមកទៀតនេះខ្ញុំចាប់ដើមចាក់ទឹកក្តៅអ៊ុនហើយយើងធ្វើការកូរឲ្យរលាយប៊ីចេងហើយមុននឹងបងប្អូនយកទឹកម្ទេសនេះលាយច្បល់ជាមួយនឹងត្រពាំងបងប្អូនយើងត្រូវការភ្លក់សិនណាសម្រាប់អ្នកខ្ញុំថែមស្ករបន្តិចទៀតល្មមឆ្ងាញ់ឥឡូវយើងយកទឹកដែលយើងលាយនេះយកទៅច្បល់ជាមួយនឹងត្រពាំងឥឡូវចាប់ដើមដាក់ត្រពាំងយើងចូលឥឡូវយើងចាប់ដើមច្បល់មកឈ្ងុយមែនតើបងប្អូនអើយជ្រក់នេះបងប្អូនយើងញ៉ាំជាមួយនឹងត្រីអាំងឆ្ងាញ់ណាស់បងប្អូនអើយមើលឈ្ងុយឥឡូវច្បល់បានសព្វល្អហើយយើងចាប់ដើមយកប្រអប់មកដាក់ហើយយកទៅដាក់នៅក្នុងទូតកកមកយកហើយស្អែកឡើងយើងអាចញ៉ាំបានដែរយើងធ្វើឲ្យភ្លាមញ៉ាំភ្លាមក៏បានដែរបងប្អូនដោយសារយើងដាក់ទឹកខ្មេះអញ្ចឹងហើយយើងចង់ញ៉ាំឥឡូវក៏បានដែរដោយសារយើងដាក់ទឹកខ្មេះបើសិនជាបងប្អូនចង់ឲ្យឆ្ងាញ់ចង់ឲ្យងុំជាងហ្នឹងបងប្អូនអាចដាក់នៅក្នុងទូតកកមកយកមកស្អែកឡើងយើងយកមកញ៉ាំមកឆ្ងាញ់មែនទែនបងប្អូនឥឡូវយើងចាប់ដើមយកប្រអប់យកដាក់ប្រអប់ទៅយើងខ្លះសេឥឡូវយើងដួសដាក់ប្រអប់មកហើយខ្ញុំចាប់ផ្ដើមបិទការ៉ូបហើយយើងយកទៅដាក់នៅក្នុងទូមកយកទៅ
ធ្វើឲ្យជ្រក់តាពាំងរបស់យើងងុំល្អមែនទែនបងប្អូនចំពោះជ្រក់តាពាំងបងប្អូនខ្ញុំបន្ទាប់ពីនាងខ្ញុំផ្អាប់ទុកមួយយប់ហើយនេះបងប្អូនល្អមែនទែនជូរឆ្ងាញ់បងប្អូនខ្ញុំធានាហ្មងអាចធ្វើវិធីនេះបានហើយចំពោះបងប្អូនដែលញ៉ាំជ្រក់តាពាំងនេះយើងអាចញ៉ាំជាមួយត្រីអាំងហើយញ៉ាំខ្លាំងក៏បានដែរហើយមុខម្ហូបនេះហូបទៅគឺជក់ចិត្តគឺឆ្ងាញ់មួយម៉ាត់ឯមួយម៉ាត់ទៀតបងប្អូនឲ្យតែយើងធ្វើត្រូវក្បួនត្រូវខ្នាតវាអញ្ចឹងណានេះឆ្ងាញ់ទេបងប្អូនអាចធ្វើវិធីនាងខ្ញុំបានចាចូលមកឆ្ងាញ់ពេលយើងដាក់ក្នុងទូមួយយប់ងុំឆ្ងាញ់ល្អហ្មងតើណាឆ្ងាញ់បងប្អូនដល់លេងអីធ្វើមកបោកនេះទុកធានាហ្មងបងប្អូនខ្ញុំធានាមករសជាតិឆ្ងាញ់មែនទែនណាបងប្អូនហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអង្គពុំមិញដែលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe Channel ឲ្យខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃដែលខ្ញុំបង្ហាញពីមុខម្ហូបជូនអង្គពុំមិញទស្សនាសូមអរគុណសូមជម្រាបលា